ngày nay dương nâng này dây ở vì complication với tiết trong buôn này chúng taមានដំណោមផ្អែមគឺ peripheral artery disease គឺក៏ PAD ហ្នឹងយើងនិយាយតាក់ទងជាមួយនឹងអា assessment ហើយនឹងការព្យាបាលអញ្ចឹងគោលបំណងនៃមេរៀននេះខ្ញុំនៅបង្ហាញតាក់ទងជាមួយនឹងធ្វើយ៉ាងម៉េចឲ្យយើងចូលអំពី epidemiology pathophysiology នៃជំងឺ peripheral artery disease ហ្នឹងហើយយើងដឹងអំពី clinical presentation diagnostic approach វាធ្វើយ៉ាងម៉េចចំពោះអ្នកដែលមាន PAD ហើយនឹង implement evidence based screening ហើយនឹង assessment strategy យើងត្រូវធ្វើយ៉ាងម៉េចហើយនឹងយើងនិយាយអំពី comprehensive management plans including medical treatment ហើយនឹង revascularization ហើយនឹងយើងយល់អំពី prevention strategy multidisciplinary care coordination អញ្ចឹងយើងមើលចំពោះ epidemio លើអ្នកជំងឺដែលមាន diabetes ហើយនឹង PAD ឬក៏ peripheral artery disease ហ្នឹងគឺវាមានទំនាក់ទំនងគ្នាយើងឃើញថាអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2 prevalence នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2ហ្នឹងគឺមាន 49.7% នៅក្នុងអ្នកជំងឺដែលមាន PAD គឺវាច្រើនជាងនៅលើអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូងទៅទៀតដែលជំងឺសរសៃឈាមបេះដូងមានតែ 34.4% ទេហើយវា control វិញមានតែ 21 ទេអញ្ចឹងបានថាលើអ្នកជំងឺដែលមានទឹកនោមផ្អែមគាត់អាចមានហានិភ័យនៃការកើតជំងឺ PAD នឹងរហូតដល់2 ដល់ 4 ដងបើប្រៀបធៀបជាមួយនឹងអ្នកជំងឺដែលពុំមានទឹកនោមផ្អែមហើយ clinical impact សំខាន់គឺperipheral artery disease ឬក៏ PAD ហ្នឹងវានឹងអាចវិវត្តទៅលឿនវាអាចធ្វើឲ្យ worse outcome នៅលើអ្នកជំងឺដែលមាន diabetes ហ្នឹងអញ្ចឹងយើងមើលrisk ជាមួយនឹង PAD និង CAD នៅក្នុង diabetes យើងឃើញថាបើសិនជាគេធ្វើ adjusted odds ratio ចំពោះអ្នកជំងឺដែលមានទឹកនោមផ្អែមប្រភេទទី2ហ្នឹងគឺឃើញមាន 2.0 compare ជាមួយនឹង PAD ជាមួយនឹង CAD បានថាអ្នកជំងឺដែលមានទឹកនោមផ្អែមវាមាន PAD ឬក៏ peripheral artery disease ហ្នឹង2 ដងច្រើនជាងអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូងហើយ clinical significance យើងឃើញថាការសង្កេតនេះគឺឃើញមានសំខាន់យើងត្រូវតែតាក់ទងជាមួយ impaired glycoregulation និង management of PAD យើងត្រូវតែព្យាបាលជំងឺដែលមានបញ្ហាតាក់ទងជាមួយនឹង glyco គ្រប់គ្រងជាស្ករហើយនឹងគ្រប់គ្រងធ្វើយ៉ាងម៉េចដើម្បីកុំឲ្យវាវិវត្តទៅរកជំងឺដែលមានPAD ហ្នឹង PAD ហ្នឹង require more intensive diabetes screening and management ជាងជំងឺទឹកនោមជាងជំងឺសរសៃឈាមបេះដូងទៀតអញ្ចឹងជាការសំខាន់នៅក្នុងតាក់ទងជាមួយនឹង risk នេះព្រោះថានៅពេលដែលយើងដឹងថាមានទឹកនោមផ្អែមហើយវានឹងអាចនឹងវិវត្តទៅរកជំងឺសរសៃឈាមចុងឬក៏ peripheral artery disease នេះជួនកាលនៅក្នុងដំណាក់កាលដំបូងដែលត្រឹមតែមាន impaired glucose ឬក៏ក្នុងដំណាក់កាលនឹងត្រៀមទឹកនោមផ្អែមទេប៉ុន្តែកាលដែលវិវត្តយូរវានឹងអាចនឹងមានហានិភ័យខ្ពស់នៃការកើត PAD នេះចំពោះ pathophysiology សំខាន់របស់វាដែលហេតុអីបានវាធ្វើឲ្យមានperipheral artery disease ហ្នឹងគឺសំខាន់តាក់ទងជាមួយនឹង atherosclerosis process ដែលចាប់ដើមនៅនឹង atherogenesis គឺការបង្កើតជា atheroma ឬក៏ការបង្កើតជាផ្លាកនៅក្នុងសរសៃឈាមនឹងនៅជើងហ្នឹងហើយចុងក្រោយគឺវានឹងបំផ្លាញនិងបន្ថយនៅលំហូរឈាមទៅកាន់ផ្នែកខាងក្រោមនៃជើងហ្នឹងហើយមេកានីសដែលសំខាន់គឺតាក់ទងជាមួយនឹងមុខងាររបស់អង្គប្រូតេយ៉ាល់តាក់ទងជាមួយនឹង inflammation តាក់ទងជាមួយ platelet aggregation ហើយនឹងតាក់ទងជាមួយ vascular smooth muscle cell dysfunction ហ្នឹងហ
មាន specific factor មានន័យថាអ្នកជំងឺដែលមាន hyperglycemia ហ្នឹងវា activate multiple pathogen pathway មានតកតងជាមួយនឹង polyol pathway advanced ligation end product ហើយនិង protein kinase C activation ចឹងយើងមើលនៅក្នុងតារាងនេះកាលណាយើងមានជំងឺទឹកនោមផ្អែមហើយវាបង្កឲ្យកើតជា platelet aggregation ហើយនេះ platelet ហ្នឹងបង្គុំគ្នាជាកំណកនៅនឹងសរសៃឈាមហ្នឹងកាលណាហើយវាធ្វើឲ្យមាន platelet activation ហើយបង្កឲ្យមានnormal ភាពមិនប្រក្រតីនៃ coagulation មួយទៀតគឺវាធ្វើឲ្យមាន inflammation ហ្នឹងការរលាកដោយសារតែវាមាន inflammatory cytokine cofactor release by AGC ឬក៏ by protein ហើយមួយទៀតនៅក្នុង endothelial dysfunction កាលណា endothelial dysfunction វាធ្វើឲ្យមាន increase oxidative stress ចឹងវាធ្វើឲ្យមាន reduced production of nitric oxide TGFB1 PAI1 និង increase endothelin 1មួយទៀតវាធ្វើឲ្យមាន vascular smooth muscle dysfunction ដែលបណ្ដាលមកពី VCMC migration និង proliferation ចឹងវាធ្វើឲ្យ fatty formation ដែលចុងបញ្ចប់នៃភាពមិនប្រក្រតីបានន័យថាតកតងជាមួយនឹង platelet aggregation តកតងជាមួយនឹង inflammation តកតងជាមួយនឹង endothelial dysfunction តកតងជាមួយនឹង smooth vascular smooth endothelial dysfunction 4ហ្នឹងគឺជាកត្តាដែលធ្វើឲ្យមាន atherosclerosis ដែល atherosclerosis ហ្នឹងហើយគឺវាបង្កើតជា atheroma ហ្នឹងគឺជាផ្លាកគឺជាបន្ទះនៅក្នុងសរសៃឈាមនឹងកាលណាសរសៃឈាមយើងមានបន្ទះអញ្ចឹងវាធ្វើឲ្យសរសៃឈាមនៅរោមតូចហើយអញ្ចឹងវាធ្វើឲ្យលំហូរឈាមទៅកាន់ផ្នែកខាងក្រោមនឹងគឺអត់បានគ្រប់គ្រាន់នេះគឺជាលទ្ធផលដែលបង្កឲ្យមាន PAD នឹងដោយសារតែវាបង្កើតជានេះ atheroma នេះកាលណាវាមានផ្លាកនៅក្នុងសរសៃឈាមនេះយើងឃើញថាទំហំសរសៃឈាមនឹងរួមតូចអញ្ចឹងកាលណាទំហំសរសៃឈាមរួមតូចលំហូរឈាមទៅផ្នែកខាងចុងអវយវៈនេះមានការថយចុះហើយវាអាចធ្វើឲ្យមាននេះជាប្រភេទ occlusion ឬក៏ thrombus ដែលអាចកើតមានបើន័យថានៅពេលដាច់កំណកណាមួយនៃអាផ្លាកហ្នឹងវារត់ទៅផ្នែកខាងចុងទៅវាធ្វើឲ្យស្ទះobbolus ហ្នឹងវាទៅស្ទះនៅសរសៃឈាមឲ្យតូចទេអញ្ចឹងវាធ្វើឲ្យមាន ischemia ឬក៏លំហូរឈាមទៅកាន់ផ្នែកខាងចុងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យមានសាច់ដុំឬក៏ជាលិកាឬសាច់នៅលើហ្នឹងអាចរលួយស្អុយឬក៏អាចធ្វើឲ្យមាន necrosis ឬក៏ concrete ដោយសារតែវាដាច់ផ្លាកហ្នឹងឬក៏សារផ្នែកខាងនេះក៏វាស្ទះថែមទៀតសរសៃឈាមហ្នឹងវារំតូចឬក៏វាដោយសារតែembolus ដែលដាច់មកនឹងវាស្ទះហ្នឹងចឹងអានេះជា pathophysiology ដែលយើងនិយាយមិញមានបញ្ហាតាក់ទងជាមួយនឹងបញ្ហា4ហ្នឹងហើយ risk factor ដែលធ្វើឲ្យមាន PAD ក្នុងទឹកនោមផ្អែមហ្នឹងគឺវាតាក់ទងជាមួយនឹងអាយុតាក់ទងជាមួយភេទពូសាសហើយនឹងអ្នកជំងឺដែលជួបបារីអ្នកជំងឺដែលមាន blood pressure ឬក៏អ្នកជំងឺដែលមាន A1C ឬក៏ A1C ឡើងខ្ពស់ដែល albumin creatinine ratio ហ្នឹងវាឡើងខ្ពស់អាហ្នឹងសិតតែជាកត្តាហានិភ័យដែលបង្កឲ្យមាន PAD ហ្នឹងហើយចំពោះទឹកនោមផ្អែមវិញនៅពេលដែលមាន A1C ឡើងតែ 1% ទេវាអាចធ្វើឲ្យមានហានិភ័យនៃកើតជំងឺ PAD នេះរហូតដល់ 6% នោះចឹងហើយបានជាសំខាន់ណាស់ការគ្រប់គ្រងជាស្ករដែលធ្វើយ៉ាងម៉េចឲ្យ A1C ចុះទៅតាមអង្កេតដែលយើងចង់បានគឺក្រោម 6.5 ឬក្រោម 7 ទៅតាមអ្នកជំងឺម្នាក់ហើយទាក់ទងជាមួយនឹងរយៈពេលផងដែរចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមានរយៈពេលយូរលើសពី10ឆ្នាំទៅគឺគាត់មានហានិភ័យខ្ពស់នៃការកើត
នៅជំងឺសរសៃឈាមចុងហ្នឹងឬក៏ PED ហ្នឹងចំពោះ clinical presentation រោគសញ្ញាហ្នឹងគឺវាមានការប្រែប្រួលប្រហែលជា10%ទេអ្នកជំងឺអាចមាន intermittent claudication intermittent claudication ហ្នឹងបានន័យថានៅពេលដែលអ្នកជំងឺដើរគឺគាត់មានអារម្មណ៍ថាឈឺនៅនឹងកំពង់ជើងឬក៏ឈឺនៅផ្លូវហ្នឹងអញ្ចឹងនៅពេលដែលដើរហ្នឹងអាសរសៃឈាមនេះសរសៃឈាមដែលមានផ្លាកហ្នឹងវាអាចធ្វើឲ្យលំហូរឈាមទៅកាន់សាច់ដុំគ្រប់គ្រាន់ចឹងគាត់ធ្វើឲ្យមានឈឺជា intermittent ហៅថា claudication ហ្នឹងប៉ុន្តែមានតែ10%ទេនៅក្នុងអ្នកជំងឺដែលមាន PAD ប្រហែលជា50%ទៀតអត់មានរោគសញ្ញាទេចឹងហើយការស្រាវជ្រាវគឺមានសារៈសំខាន់ណាស់ Diabetes specific presentation បានន័យថាអ្នកជំងឺដែលមានទឹកនោមផ្អែមហ្នឹងតែមាន PAD ឬក៏សរសៃឈាមចុងហ្នឹងឬក៏ peripheral disease ហ្នឹងគឺវានឹងមាន neuropathy វាមាន exertional leg symptom អាចថាឈឺនៅពេលដែលគាត់ដើរហើយនឹង pain at rest អាចមានការឈឺចាប់នៅពេលសម្រាប់ស្ងៀមដែរវាអាច combination ចូលគ្នាដោយសារតែវាមាន PAD ផងនិង neuropathy ផងអាហ្នឹងគឺជាសញ្ញាដែលសំខាន់ដែលអាចធ្វើឲ្យមានរហូតដល់ការកាត់ជើងចេញតែក្នុងករណីខ្លះក៏វាមាន form ជា atypical pattern ដែរដូចជាអ្នកជំងឺទឹកនោមផ្អែមហ្នឹងវាអាចបង្កឲ្យមានការឈឺចាប់នៅពេល on exertion ឬក៏ឈឺអត់ពិតប្រាកដទេឈឺជើង atypical វាច្បាស់លាស់ទេឬក៏ឈឺនៅពេលសម្រាប់ស្ងៀមហ្នឹងគឺ2 ដងនឹងបានន័យថាឈឺនោះបានតែ2 ដងហើយនឹងការមានការថយចុះនៃការឈឺនៅខាងផ្នែកនៃកំពង់ជើងហ្នឹងអានេះជាសន្តានដែលមិន atypical វាមានសន្តាន typical បានន័យឈឺនៅពេលដើរហៅថា claudication ឬក៏ exceptional leg symptom បើសិន atypical បានន័យថាជួនឈឺជួនអត់ជួនឈឺនៅពេលស្ងៀមជួនពេលឈឺនៅសម្រាប់ស្ងៀមវាអត់ទៀងហើយយ៉ាងស្ដេចមានការពិបាកវាមានការពិបាកនៅក្នុងការធ្វើរោគវិនិច្ឆ័យដោយសារតែអ្នកជំងឺទឹកនោមផ្អែមហ្នឹងវាធ្វើឲ្យមាន atrial calcification គឺ no major calcinosis នេះ major calcinosis បានន័យថាសរសៃឈាមហ្នឹងវាមានកំបោរឬក៏ជា calcification ចឹងកាលណាវាមានសរសៃឈាមនឹងមាន calcification ធ្វើឲ្យសរសៃឈាមនឹងវាឡើងរឹងឡើងក្រិនចឹងដោយសារតែរោគវិនិច្ឆ័យដែលយើងពឹងផ្អែកគឺយើងធ្វើ ankle pressure index ABI នេះចឹងក្នុងករណីខ្លះដោយសារតែសរសៃឈាមនឹងវាឡើងរឹងឡើងក្រិនចឹងវាធ្វើឲ្យsystolic blood pressure នៅក្នុងankle ហ្នឹងវាអត់ចុះទេវាទៅជាឡើងវិញអញ្ចឹងធ្វើឲ្យការធ្វើរោគវិនិច្ឆ័យរបស់យើងមានការពិបាករោគវិនិច្ឆ័យគឺវា challenge ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទដែលមានទឹកនោមផ្អែមហ្នឹងដោយសារតែតកតងជាមួយនឹងសរសៃឈាមហ្នឹងវាអាចធ្វើឲ្យមាន calcification បានថាវាឡើងបោទើបសរសៃឈាមឡើងរឹងអញ្ចឹងរោគវិនិច្ឆ័យសំខាន់គឺយើងធ្វើ ABI នេះ ABI បានន័យថា ankle pressure index យើងយក systolic blood pressure នៅ ankle នេះចែកជាមួយនឹង systolic blood pressure នៅនឹងដៃនេះនៅនឹងអាមនេះអញ្ចឹងយើងឃើញថាជាធម្មតាបើសិនជាសរសៃឈាមវាអត់ក្រិនទេបើសិនជាលំហូរឈាមទៅកាន់ផ្នែកខាងជើងនេះវាមានការថយចុះអញ្ចឹង systolic blood pressure នៅនឹងជើងនេះមានការថយចុះហើយនឹងអានេះនៅដដែលទេ systolic blood pressure នៅនឹងដៃនេះនៅដដែលទេអញ្ចឹងវាធម្មតាវាស្មើនឹង1អញ្ចឹងនៅពេលដែល systolic blood pressure នៅនឹងកជើងវាថយចុះពេលថាវាអាចតូចជាង1អញ្ចឹងនៅពេលដែលវាតូចជាង 0.9 បានន័យថាយើងគិតទៅដល់PAD ឬក៏peripheral artery disease ហ្នឹងតែក្នុងករណីខ្លះវាធ្វើឲ្យមាន ABI នេះវាឡើងវិញធម្មតាវាតូចជាងប៉ុន្តែ ABI ឡើងដោយសារតែសរសៃឈាមនៅជើងនេះវាក្រិនអញ្ចឹងក្នុងករណីហ្នឹងគេធ្វើ toe pressure index មួយទៀត
Pro-Brachio Index ហ្នឹងគឺមានឧបករណ៍សម្រាប់វាស់ដែលយើងដាក់ electrode ដាក់អាឡែកចាប់ហាលសម្រាប់នេះហើយបន្ទាប់មកយើងរុំមកហើយវាស់បើសិនជា Pro-Brachio Index ហ្នឹងតូចជាង30តូចជាង 0.7 បានន័យថាយើងរោគវិនិច្ឆ័យយើងជា KAD ហ្នឹងហើយវាតកតងជាមួយនឹងសញ្ញា clinic ផងតើសញ្ញា clinic យើងគឺទៅដល់នៃជំងឺដែលមាន PAD បានន័យថាមានរោគសញ្ញាឬក៏មានអីអត់ចំពោះការស្រាវជ្រាវ recommendation ADA consensus គេឲ្យយើងគួរតែ screening រក PAD ដោយធ្វើ ABI នឹងរៀងរាល់5ឆ្នាំចំពោះអ្នកជំងឺដែលមានទឹកនោមផ្អែមដោយសារតែអ្នកជំងឺអាការវិវត្តaggressive គេវត្តខ្លាំងរបស់ AD នឹងនៅជារបបទឹកនោមផ្អែមហ្នឹងចំពោះអ្នកជំងឺដែលមាន high risk population យើងគួរតែ check មើលrisk factor ផ្សេងទៀត risk factor ផ្សេងទៀតដូចជាមានជាតិខ្លាំងឡើងដូចឈាមឬក៏មានការជក់បរិយឬក៏មានអីផឹកស្រាទៀតអញ្ចឹងជា systemic approach យើងត្រូវតែ focus on risk factor រោគសញ្ញានិងការពិនិត្យមើលថាតើមាន macrovascular complication ផ្សេងទៀតអត់Janssen protocol គឺយើងសាកសួរពីប្រវត្តិជំងឺនិងការពិនិត្យរាងកាយយើងពិនិត្យមើលជីបចរនៅនឹងជើងជីបចរនៅនឹងជើងហ្នឹងបានន័យថាយើងមើលនៅកន្លែងdorsally pali នៅកន្លែងនេះឬក៏ជីបយ៉ាងនៅជីបចរនៅកន្លែងនេះស្ទាបមើលតើយើងស្ដាប់ជីបចរឃើញឬក៏អត់ស្ទាបអត់ប៉ះទេហើយយើងធ្វើ ABI staging ហ្នឹងABI testing បានន័យថានៅពេលដែល ABI នឹងតូចជាង 0.9 ជាយ៉ាង PID ហើយក្នុងមេរៀនមុនខ្ញុំនិយាយអំពីនិយាយច្រឡំដោយសារ ABI នឹងធំជាងមានធំជាងទេបានន័យថា ABI នឹងវាតូចជាង 0.9 ជា additional testing យើងអាចធ្វើ segmental pressure ហើយធ្វើ pulse volume echo recording ឬក៏ check មើលរូបភាពបានន័យថាយើងអាចថត CT scan ឬក៏ថត MRI ឬក៏ថត MRA ដើម្បីចង់ដឹងថាសរសៃឈាមនឹងវាមានការធ្លាក់ឬក៏អត់នេះរបៀបស្រាវជ្រាវមើលបើសិនជាយើងគិតថាអ្នកជំងឺដែលសង្ស័យ PID ហើយយើងសួរប្រវត្តិជំងឺយើងពិនិត្យរាងកាយដែលយើងសង្ស័យថា PID ដោយអត់មានឈឺចាប់នៅនឹងគាត់អត់មានឈឺចាប់នៅពេលសម្រាប់ស្ងៀមទេគាត់អត់មាន non healing wound ទេអត់មានកងក្រែនទេបើសិនជាសង្ស័យថាមាន ischemia នៅនឹងអវយវៈជើងនៅនឹងលីមហ្នឹងអាហ្នឹងយើងមើលក្នុង algorithm ខាងក្រោយបន្ទាប់មកយើងចេញមើល ABI នេះបើសិនជា ABI នេះវាមានជា segmental limb pressure ឬក៏ waveform បើសិនជាយើងចេញមើល ABI ក្រោមតូចជាងឬស្មើ 0.9 អាហ្នឹងយើងត្រូវគិតទៅដល់ពពោះPAD ហ្នឹងហើយតែបើសិនជា ABI វាឡើងវិញអាហ្នឹងដោយសារតែសរសៃឈាមវាអាចឡើងក្រឹងអញ្ចឹងក្នុងករណីហ្នឹងគេឲ្យធ្វើ TBI ហ្នឹងគឺ Toe Brachio Index វិញហ្នឹងបើសិនជាយើងធ្វើToe Brachio Index ហ្នឹងក្រោមតិចជាងឬស្មើ 0.7 បានន័យថាយ៉ាងស្អីបើយើងអាចជា PAD ហើយយើងអាចថាជាបាលដោយប្រើត្រាំឬក៏ជាបាលដោយ revascularization ហើយចុងក្រោយបើសិនជាឲ្យច្បាស់បានន័យថាយើងអាចថតជា CTA ឬក៏ថតជា MRA ឬក៏ធ្វើ duplex ultrasound អាហ្នឹងដើម្បីមើលថាសរសៃឈាមយើងទ្បៀតឬក៏រួមតូចនៅកន្លែងណាហើយយើងពិចារណាថាយើងគួរតែធ្វើ angioplasty ឬក៏អត់ទៅតាមអ្វីដែលយើងរកឃើញបើសិនជាអ្នកជំងឺសង្ស័យថា limb ischemia ហើយយើងត្រូវសាកសួរប្រវត្តិជំងឺទាក់ទងជាមួយនឹងការសាកសួរមន្ទីរកាយសង្ស័យ PAD ហើយគាត់មាន non healing wound ឬក៏មានកងក្រែនអាហ្នឹងចេញមើល ABI ដូចគ្នា ABI ក្រោមតិចជាង 0.0 តិចជាង 0.9 បានន័យថាទាក់ទងជាមួយនឹងជំងឺ
ជំងឺPAD ហ្នឹងហើយយើងអាចធ្វើជា Duplex ultrasound CTA ឬក៏ MRA ថតមើលបើសិនជាអា ABI នេះធំដោយសារអាចសរសៃឈាមយើងត្រឹមដែលយើងនិយាយមុនណាពីមុនមកហ្នឹងយើងត្រូវតែមើលអាធូ brachial TBI នេះព្រោះ TBI ក្រោម0.7បានន័យថាយ៉ាសិករបស់យើង PAD ហ្នឹងហើយយើងគួរពិចារណាថតមើលបន្តទៀតហើយបើសិនជា ABI ហ្នឹងនៅចន្លោះពី1ទៅ 1.4 យើងឆែកមើលតើវាមាន wound non healing ឬក៏ gangrene អត់ហើយបន្តមកយើងអាចឆែកមើលអានេះអា TBI បន្តទៀតចឹងទៅចំពោះ clinical management សំខាន់បំផុតគឺយើង control ជា score នៅពេលដែលយើង control ជា score ឲ្យបានទៅចន្លោះពី6ទៅ7ឬ7.5 ហ្នឹងគឺវាមានការថយចុះយ៉ាងខ្លាំងនៅការហានិភ័យនៃការកាត់ជើងហើយចំពោះការថយចុះនៃ A1C តែ1%ទេវាអាចបន្ថយនៅហានិភ័យនៃការកាត់ជើងឬក៏ស្លាប់ដោយសារ PAD នឹងរហូតដល់ 43% នោះអញ្ចឹងតាមកាត់របស់យើងចង់បន្ថយរៀងរាល់ការបន្ថយ A1C ក្រោម1ចុះបានន័យថានៅពេលដែលយើងប្រើជាបាន NOPAT A1C ចុះបាន1បានន័យថាថយហានិភ័យតែបើសិនជា A1C នឹងឡើង1%វាបង្កឲ្យមានហានិភ័យនឹងរហូតដល់21%គឺខុសគ្នាច្រើនអញ្ចឹងហើយគឺសំខាន់ណាស់គឺអា glycemic control របស់យើងហ្នឹងហើយតាមការសិក្សា Steno study result នេះយើងឃើញថា intensive intervention with multiple drug combination shows sustained benefit effect on vascular comprehension និង mortality រហូតដល់ 13% នោះអញ្ចឹងយើងត្រូវតែប្រើថ្នាំច្រើនមុខតាក់ទងជាមួយនឹងគ្រប់គ្រងជាតិស្ករគ្រប់គ្រងជាតិខ្លាញ់ការពារកុំឲ្យមាន ischemia អាចប្រើពពោះ aspirin ឬក៏ clopidogrel ហ្នឹងនេះអញ្ចឹង aspirin anti hypertension lipid management នឹងគឺបន្ថយមរណភាពនៃជំងឺសរសៃឈាមបេះដូងរហូតដល់ 25% នោះអញ្ចឹងយើងត្រូវតែខំបាញ់ចូលគ្នាហើយមួយទៀតនៅពេលដែលយើងបន្ថយនៅ risk factor ផ្សេងទៀតក្រៅពីការបញ្ចុះជាតិស្ករហ្នឹងគឺយើងអាចតាក់ទងជាមួយនឹងការជប់ជក់បរិយការបញ្ចុះជាតិខ្លាញ់ការឡើងទម្ងន់អាហ្នឹងសិតតែ risk factor យើងត្រូវតែព្យាបាលថ្នាំទឹកនោមផ្អែមដែលមានប្រសិទ្ធភាពនឹងបន្ថយហានិភ័យនៃការកើតអា PAD ហ្នឹង GLP-1 agonist នេះដូចជា liraglutide នឹងវាអត់មាន increase risk diabetes foot ulcer ទេប៉ុន្តែហើយវា decrease risk amputation sustain 6គេធ្វើអា semaglutide ហ្នឹង reduce risk coronary artery ផង peripheral revascularization ផងហើយ clinical recommendation គេឲ្យប្រើ GLP-1 agonist អាច liraglutide ឬក៏ semaglutide ហ្នឹងគឺវាមានប្រសិទ្ធភាពបន្ថយ risk នៃ PAD នេះនៅលើអ្នកជំងឺដែលមានទឹកនោមផ្អែមប្រភេទទី2ហ្នឹង SGLT2 inhibitor ហ្នឹងក៏វាមានប្រសិទ្ធភាពវាបន្ថយនៅហានិភ័យនៃជំងឺបេះដូងដែលយើងដឹងពីមុនមកហើយបន្ថយនៅ mortality ហើយនឹងក៏បន្ថយនៅលើជំងឺដែលមាន PID ដែរតាម Canvas study នោះគេឃើញថាគេប្រើអាកាណា glycosine នេះវាទៅ increase amputation វិញប៉ុន្តែការសិក្សាក្រោយមកទៀតវាអត់មាន confirm ចឹងទេអញ្ចឹងបានជានៅឆ្នាំ2020ហ្នឹង FDA គេ remove black warning វិញបានន័យការកាណា glycosine ហ្នឹងយើងអាចប្រើបានប៉ុន្តែដោយប្រុងប្រយ័ត្នបើសិនជាយើងមានជំងឺផ្សេងយើងអាចប្រើពួកអំប៉ា glycosine ទៅវាមានអាចចង់ល្អទៅលើជំងឺតម្រងនោមជំងឺបេះដូងហើយនិងជំងឺសរសៃឈាមហ្នឹងហើយយើងត្រូវពិចារណាតាក់ទងជាមួយនឹង revascularization ហ្នឹងយើងគួរតែប្រើ
ធ្វើនៅពេលដែលអ្នកជំងឺមាន disable claudication បានថាគាត់មានដើរទៅឈឺចុកចាប់រហូតហើយមានសញ្ញានៃ clinical lip ischemia ដោយយើងប្រើថ្នាំហើយអត់បានជោគជ័យទេនៅការបរាជ័យនៃការប្រើថ្នាំយើងត្រូវតែពិចារណា revascularization approach ហ្នឹងវាអាស្រ័យទៅលើ severity និង distribution arteriolysis បានន័យថាសរសៃឈាមដែលប៉ះពាល់នឹងនៅកន្លែងណាហើយ outcome វា similar graph patency race ហ្នឹង compare non diabetic គឺឃើញថា deteriorate or limb loss due to persistent food infection and necrosis ចឹងបើសិនជាយើងgraph ដាក់ graph ឬក៏ជំរើសផ្សេងនៃការប្រើ revascularization ហ្នឹងអញ្ចឹងជំរើសដែលយើងប្រើយើងអាចមានទី1យើងប្រើថ្នាំទី2យើងដាក់ stent ឬក៏ដាក់ balloon ឬក៏យើងវះកាត់ដោយប្រើ bypass អញ្ចឹងជំរើសនឹងអាស្រ័យទៅលើថាតើសរសៃឈាមនឹងវាស្ទះក្នុងកម្រិតណាបើសិនជាendovascular therapy នេះគឺយើងដាក់ stent ឬក៏ដាក់ balloon នេះគេ recommend ចំពោះអ្នកជំងឺដែលមានទំហំដែលស្ទះហ្នឹងឬក៏ផ្លាកហ្នឹងតូចជាង25សង់ទីម៉ែត្របើសិនជាមានផ្លាកហ្នឹងលើសពី25សង់ទីម៉ែត្រនៅលើវ័យក្មេងចឹងគេឲ្យធ្វើនេះ open surgery ដោយត្រូវវះ bypass នេះហើយ diabetes specific outcome long term ហ្នឹងគឺវាបន្ទាប់ពីយើងធ្វើbypass ហ្នឹងគឺសងតើប្រវែងតែស្ទះហ្នឹងវាខ្លីឬក៏វែងហើយមានtechnique ជាច្រើនទៀតដើម្បីគេធ្វើដើម្បីតាក់ទងជាមួយនឹង revascularization ហ្នឹងដែលយើងអត់តមាននៅឡើយទេប៉ុន្តែយើងត្រូវតែដឹងគេអាចធ្វើ drug coat balloon បានន័យថាគេនៅលើstent ដែលវាស្ទះ stent ស្រាប់ហ្នឹងគេអាចដាក់ថ្នាំតិចតូចជាមួយនឹង balloon ហ្នឹងដើម្បីរំលាយកំណកកំបោរឬក៏ calcification នេះមួយទៀតគេធ្វើ lithoplasty ហ្នឹងគេមានឧបករណ៍របស់គេហ្នឹងគេដាក់ចូលក្នុងសរសៃឈាមហើយគេប្រើជា ultrasound គេរញ័រឬក៏ wave ដើម្បីបំបែកនៅផ្លាកនេះផ្លាកដែលធ្វើឲ្យមានការស្ទះហ្នឹងឬក៏មធ្យោបាយមួយទៀតគេហៅថា regional atherectomy នេះគេមានឧបករណ៍របស់គេដូចគ្នាគេទៅកាត់ផ្ដាច់ផ្លាក atheroma នឹងតែម្ដងអញ្ចឹង prognosis outcome របស់វាគឺ mortality យ៉ាបែតហ្នឹងគឺ significant associated with long term mortality របស់ PAD ហ្នឹងpatency outcome បានន័យថា lower primary patency និង secondary patency នៅ diabetes patient ហ្នឹងamputation rate គឺ4ដងហួសជាងនៅលើអ្នកជំងឺដែលអត់មានទឹកនោមផ្អែមហើយ clinical limb ischemia management នៅពេលដែលមានថាអ្នកជំងឺដែលដើរទៅឈឺ claudication ហ្នឹងវាប៉ះសំខាន់គឺ glycemic control ការគ្រប់គ្រងជាតិស្ករគឺមានសារៈសំខាន់ណាស់គឺយើងការណាគ្រប់គ្រងជាតិស្ករបានវាអាចបន្ថយហានិភ័យនៃការកាត់ជើងនិង improve សរសៃឈាមនឹងសរសៃឈាមបានល្អមួយទៀត multidisciplinary approach យើងត្រូវការសហការជាមួយនឹងគ្រូពេទ្យឯកទេសផ្សេងទៀតនិងអ្នកជំងឺផងដែរ Lim Salva ហ្នឹងបានន័យថា Respiratory revascularization diabetic patient less likely to walk more likely to suffer amputation ទោះបីយើងធ្វើ revascularization ក៏ដោយអ្នកជំងឺដែលមានទំនោរផ្អែមហ្នឹងអាចមានហានិភ័យនៃការពិបាកនឹងដើរឬក៏អាចរហូតដល់កាត់ជើងចេញដូចគ្នាអញ្ចឹងវិធានការនៃការពារគឺយើងត្រូវតែជប់ជក់បារីហ្នឹងគឺពួកការជប់ជក់បារីហ្នឹងគឺវាអាចការពារនៅការចាប់ដើមនៃ PAD ផងនិង improve all cause mortality ទាំងអស់និងកាត់បន្ថយនៅ amputation ផងការកាត់ជើងផង compression care យើងអាចតាក់ទងជាមួយនឹងរបបអាហារការគ្រប់គ្រងទម្ងន់
ការប្រើថ្នាំដែលគ្រប់គ្រងជាស្ករហើយនឹងការថែរក្សាជើង risk ផ្សេងទៀតយើងត្រូវតែ control blood pressure ជាបាតថ្នាំបញ្ចុះខ្លាញ់ហើយនឹងប្រើអង់ទីប្លាកេតេអង់ទីប្លាតឡែតនេះដើម្បីបន្ថយ risk skinning vascular បាត់ហ្នឹងដោយសារតែ PAD វាធ្វើឲ្យ ABI នេះចុះអញ្ចឹងយើងគួរតែ scanning មើលថាតើមាន abdominal aortic aneurysm អត់ហើយយើង check មើលតែការណែឬក៏ការរតិតហ្នឹងគេអត់ routine recommend ទេដោយសារតែអ្នកជំងឺហ្នឹងវាអត់ស្វកអ្វីដែលយើងស្គាល់ទៅអត់មានសូវជាផ្លាស់ប្ដូរនៅ outcome ប្រហែលទេអញ្ចឹង clinical worker បានន័យថាយើងguideline direct medical therapy គឺទៅតាមអ្វីដែលយើងរកឃើញយើងព្យាបាលទៅតាមមូលហេតុរបស់វាហ្នឹងនឹងព្យាបាលនៅហានិភ័យផ្សេងទៀតយើងអាចកាត់បន្ថយនៅជំងឺបេះដូងបានច្រើនចឹងសំខាន់គឺ multidisciplinary care coordination យើងត្រូវតែមានការសហការជាមួយនឹងគ្រូពេទ្យ primary care endocrine ជំងឺ vascular specialist និងជំងឺអ្នកជើងបាទដុកទ័រសុទូតូដុកទ័រខាង endocrine ដុកទ័រខាងសរសៃឈាមនិងដុកទ័រខាងជើងនិងការបញ្យល់អ្នកជំងឺអំពីការថែរក្សាជើងការដឹងពីរោគសញ្ញានិងការប្រើថ្នាំឲ្យបានទៀងទាត់និងការផ្លាស់ប្ដូរនៅ lifestyle តាមដានឲ្យបានទៀងទាត់ការ check មើល ABI ជារឿងអត់ឆ្នាំការ check មើលជើងការវាយតម្លៃពី cardiovascular risk ចឹង quality metric outcome គឺចំពោះ healthcare cost PAD ហ្នឹងគឺបែរថាវាធ្វើឲ្យមានតម្លៃថ្លៃទៅលើការប្រើប្រាស់នៅសេវាសុខាភិបាលហ្នឹង functional outcome វាមាន 40% higher rate ដែលធ្វើឲ្យមានការសរសៃឈាមឬក៏ deterioration បន្ទាប់ពី revascularization ហើយវានៅតែមានអត្រាដែលអាចកើតវិញនៅខ្ពស់ដែរហើយ long term prognosis 65% នឹងអាចមាន amputation rate ប្រហែលជា 2.2 ឆ្នាំបន្ទាប់ពី lower extremity bypass surgery អញ្ចឹងទោះបីជាយើងធ្វើ bypass surgery ក៏ដោយក៏អាចមានហានិភ័យនៃការកាត់ជើងខួរដែរអញ្ចឹង clinical take away បានន័យថាអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2វាមាន prevalence ខ្ពស់នៃការកើត PAD នឹងច្រើនជាងការកើតជំងឺបេះដូងសាច់ឈាមបេះដូងជាងការវេតម្លៃនៅកត្តាហានិភ័យនិងការព្យាបាលកត្តាហានិភ័យហ្នឹងវាសំខាន់ជាងការគ្រប់គ្រងជាស្ករទៅទៀតហើយមានថ្នាំទឹកនោមផ្អែមដែលយើងប្រើពួក GLP-1 agonist ឬក៏ SGLT2 ហ្នឹងវាមានប្រសិទ្ធភាពល្អដើម្បីការពារជំងឺសរសៃឈាមបេះដូងហ្នឹង multidisciplinary care coordination គឺសំខាន់ណាស់នៅលើអ្នកជំងឺដែលមាន PAD ហ្នឹងហើយការណារកឃើញកាន់តែលឿន intervention ការអន្តរាគមន៍កាន់តែលឿនយើងអាចការពារការវិវត្តទៅរកការធ្វើឲ្យមានlimb ischemia ឬក៏ការកាត់ជើងវិញចឹងការបង្ហាញរបស់ខ្ញុំចប់ប៉ុណ្ណេះនេះជា reference